យើងប្រើប្រាស់ ChatGPT ដើម្បីជួយធ្វើការ generate ព័ត៌មានជាមួយនឹង slide information ដែលយើងចង់ present ទៅកាន់audience របស់យើងហើយមូលហេតុដែលខ្ញុំប្រើប្រាស់ slide ChatGPT ដើម្បីធ្វើការ generate slide present ព្រោះដោយសារយើងអាចមានភាពងាយស្រួលក្នុងការ customize ទៅតាមអ្វីដែលយើងចង់បានដែលយើងគិតថាវាសមហេតុផលឬវាស័ក្តិសមសម្រាប់ audience របស់យើងអ្នកគ្នាអាច follow វិញជាមួយនឹង format ដែលខ្ញុំបានបង្ហាញនៅលើទាំងអេក្រង់ហ្នឹងពាក់ព័ន្ធជាមួយនឹងយើងជាអ្នកណាហើយអ្វីទៅឬយើងចង់បានពី ChatGPT ហើយគឺជា topic ហ្នឹងហើយយើងចង់ឲ្យ ChatGPT provide យើងជាប្រភេទ format បែបណាអញ្ចឹងជាក់ស្ដែងជា presentation អញ្ចឹងបន្ទាប់ពីអ្នកទាំងគ្នា verify ថា presentation របស់យើងអូខេហើយអ្នកគ្នាអាចធ្វើការ copy ដើម្បីយកទៅ pass នៅក្នុងGamma ដើម្បីធ្វើការ generate ជា slide presentation អ្នកគ្នាក៏អាចមាន option មួយចំនួនដើម្បីធ្វើការ adjust ក៏ប៉ុន្តែខ្ញុំ recommend អ្នកគ្នាធ្វើការ keep default វាទៅព្រោះវាអត់ចាំបាច់អីទេព្រោះតាម basic យើងអាចធ្វើវាបានដូចគ្នាគេបន្ទាប់ពីយើង verify ហើយយើងអាចធ្វើការ continue ទៅដើម្បីធ្វើការ generate ហើយបន្តមកទៀតយើងអាចធ្វើការជ្រើសរើសជា template color របស់យើងផ្សេងៗអញ្ចឹងយើងអាច select យក personal colorful ផ្សេងៗបន្ទាប់ពីយើង define ហើយយើងអាចធ្វើការ generate ពេលនោះGamma គឺនឹងធ្វើការ following ជាមួយនឹង context ដែលយើងបានពី ChatGPT ដើម្បី create ចេញជា slide presentation មានជារូបភាព visualization ផ្សេងៗហើយនឹងជាពិសេសគឺ animation អ្នកគ្នាធ្វើការរងចាំមួយ plate ដើម្បីឲ្យ slide របស់យើង generate ចប់អញ្ចឹងនៅពេលដែល generate ហើយអ្នកគ្នាអាចធ្វើការបើកឬក៏ adjust ឬក៏ playing AI នៅលើ Gamma នឹងបន្តហើយបន្ទាប់មកអ្នកគ្នាអាចធ្វើការ slide presentation នៅលើ Gamma នឹងក៏បានដែរអូខេចឹងអ្នកគ្នាឃើញជា animation ផ្សេងៗវាស្អាតមែនតើអញ្ចឹងអ្នកគ្នាអាចធ្វើការ verify one by one បើសិនជាកន្លែងណាដែលអ្នកគ្នាចង់ adjust time ក៏អាចធ្វើការប្រាប់ AI នៅលើ Gamma នឹងបន្តតែម្ដងអាស្រ័យទៅលើអ្នកគ្នាចេះបានកម្រិតណាហើយក៏អ្នកគ្នាអាចធ្វើការ export ចេញជា PowerPoint បានដូចគ្នាអូខេគ្រាន់តែចុច share ហើយ export ហ្នឹងមកហើយធ្វើការ save ហើយបន្តមកអ្នកគ្នាធ្វើការបើកនៅលើ slide presentation របស់អ្នកគ្នាអាច